អ្នកបាញ់សត្វដែលកាត់នៅចំការចាយដនជួបការនៅភូមិក្បាលជ្រោយបុប្ផាច្រើនណាស់បែបានតែមួយចិនខ្ញុំផ្ដើមព្រួយព្រោះលួចស្នេហាខ្ញុំផ្ដាំតាមទូតឲ្យរូតនៅចុតម៉ាយអ្នកនោះរាងកាយស្គាំងសូមខ្លោចសាខ្វះទាំងបុណ្យសឹងខ្វះទាំងវាចាមិនអាចស៊ើបការឲ្យដឹងចិត្តស្រីបោផាក្បាលជ្រោយខ្ញុំធ្លយចិនដាប្រគល់វាសនានឹងចិនទាំងក្ដីអលោកនាងតានាមក្បាល8ពុនយល់សពស្រីពីរឿងខ្ញុំផងជាតិនេះប្រាថ្នាបេះកាយក្បាលជ្រោយហើយមិនឲ្យរយជ្រូចាងចោលតងរៀមជាបាំងសាកំព្រាបងកងសូមផ្ញើខ្លួនផងក្នុងនាមអងសត្វបោផាក្បាលជ្រោយ